Bạn ơi,សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូមួយមកបង្ហាញតទៅជាមួយការ clear disk ឬក៏ drive C របស់យើងហ្នឹងកាលណា drive C ពេញធ្វើឲ្យកុំព្យូទ័រយើង slow អញ្ចឹងយើងជាដំបូងយើងចុច run មក run ចុច run យើងត្រូវប្រើ command ពាក្យថា temp មក tmp ហ្នឹងហើយយើងចុចអញ្ចឹងមកហើយយើងចុច OK អានេះយើងចុច continue ដើម្បីបន្តដំណើរទៅការ clean app នៅលើ drive C របស់យើងអញ្ចឹងអូខេអញ្ចឹងយើងបើកឲ្យធំក៏បានយើងចុចនេះមកក៏បានដែរអញ្ចឹងអ្នកទាំងអស់គ្នា control A មក control អក្សរ A មានន័យ select ទាំងអស់ហើយអ្នកទាំងអស់គ្នា right click យក delete អូខេ delete មកដល់កន្លែងនេះយើងចុច text ហើយយើង skip ចុច text មួយមកហើយ skip ហើយបើលោនអញ្ចឹងទៀត text ហើយ skip មួយទៀតឲ្យវាដំណើរការ process នៅក្នុងការ delete អញ្ចឹងអូខេបន្តពីដល់ហ្នឹងហើយអ្នកទាំងអស់គ្នាចុច run មួយទៀតមិញយើង clear time អញ្ចឹងយើងភាគរយ time ហើយភាគរយម្ដងអញ្ចឹងយើងចុច run មកអូខេយើងលុបចោលមកដាក់ភាគរយ time ហើយភាគរយអូខេហើយយើងចុច OK ទាំងទៀតបន្តមកយើង control A ទៀតមក select ទាំងអស់ចុចប៊ូតុង delete នៅពេលដែលយើងចុចប៊ូតុង delete មកវាដំណើរការ process មានប្រហែល 4000 អានេះសម្រាប់ drive របស់ខ្ញុំអញ្ចឹងបើអ្នកទាំងអស់គ្នាអាចថាមានច្រើនបើយើងអត់ដែល clear ដល់កន្លែងនេះយើង tick ទៀតមកហើយយើង skip អូខេដោយសារឯកសារយើងច្រើនអញ្ចឹងវាទៅចំណាយពេលនៅក្នុងការ delete ដែរអូខេបន្ទាប់ពីដំណើរការចប់យើង run ម្ដងទៀតយើងប្រើ command prefix p r e f e t c h មក prefix ហើយយើងចុច OK យើងចុច continue អូខេបន្តមកដល់កន្លែងនេះយើងចុច control A ទៀតមក select ទាំងអស់ហើយយើង delete ដដែលអញ្ចឹងយើង delete មាន400 file អញ្ចឹងយើងចុច tick មួយយើងចុច skip អូខេតើតើជាមួយ3 step នៅក្នុងការ run ហ្នឹងហើយយើងមើល drive C របស់យើងវាចំណេញបាន space មិញ131លើឡើងដល់135អញ្ចឹងយើងចំណេញបាន4 G ដែរអញ្ចឹងយើងចូលមកដល់កន្លែងនេះយើងយក property ហើយមកដល់កន្លែងនេះយើង select យក tool អូខេបន្ទាប់ពីយើង select យក tool ហើយយើងចុចពាក្យ optimize មកមានថាយើង optimize នៅលើ drive C អញ្ចឹងណាអញ្ចឹងយើង select យក drive C មកយើងឲ្យ optimize អញ្ចឹងវាដំណើរការ process load ចឹង load ដល់100 success ហើយយើងចុច close អូខេយើងចុច close ហើយអញ្ចឹង drive របស់យើងគឺបាន space ធំជាងមុនបន្តិចណាអញ្ចឹងអ្នកទាំងអស់គ្នាចុច decline app មួយទៀតហើយ select យក drive C ដូចគ្នាអូខេចុចឲ្យវាដំណើរការអញ្ចឹងណាហើយមកដល់កន្លែងនេះយើងត្រូវ select យកទាំងអស់ថាយើងចង់ delete អីគេខ្លះអញ្ចឹងសម្រាប់ខ្ញុំចង់ delete ទាំងអស់អញ្ចឹងយើង select មកអូខេ select នៅកន្លែងនេះធំសម្រាប់របស់យើងអីហ្នឹង reset copy ហ្នឹងហើយយើងចុច check ហ្នឹងមកអូខេវាដំណើរការយើងមើលម្ដងទៀតយើងចុច OK ម្ដងទៀតមកទៅតជាមួយ decline app ហ្នឹងវាដំណើរការ process ហើយអូខេprocess បន្ទាប់ពី process ហើយវានឹងshowឲ្យយើង select ម្ដងទៀតនៅកន្លែងនេះ select បែបនេះអញ្ចឹងយើង select ម្ដងទៀតមកមានន័យថានេះនៅក្នុងការដំណើរការ process delete តែម្ដងព្រោះវាសួរបញ្ជាក់អញ្ចឹងតែយើងត្រូវការ delete អីខ្លះអញ្ចឹងអូខេយើងចុច delete file មកអញ្ចឹងកន្លែងក្នុងការ process នេះវាយូរបន្តិចអញ្ចឹងបន្ទាប់ពី process ចប់អ្នកទាំងអស់គ្នានឹងទទួលបានកុំព្យូទ័រfree space ជាងមុនហើយដំណើរការនឹងលឿនជាងមុននៅពេលការបើកកុំព្យូទ័រឬក៏ប្រើការអីមួយអញ្ចឹងបើអ្នកទាំងអស់គ្នាចូលចិត្តនៅការចែកម្លែករបស់ខ្ញុំសូមជួយចុច subscribe ដើម្បីទទួលបានការចែកម្លែកជាបន្តទៀតអរគុណ